អូនស្រីសាហ្វីរ៉ាវ័យ17ឆ្នាំជាសិស្សបាក់ឌុបឆ្នាំ2026ខាងមុខនេះមានក្តីសម័យធំមានភាពក្លាហានប៉ាម៉ាក់មិនសូវធូរធារតែខំផ្សាយខំផ្សំរកប្រាក់ចំណូលដើម្បីឲ្យកូនបានរៀនខ្ពង់ខ្ពស់ដើម្បីបន្តក្តីសម័យរបស់កូនប្អូនស្រីសៀនសាហ្វីរ៉ាមានអាយុ17ឆ្នាំកំពុងតែបន្តការសិក្សាថ្នាក់ទី12ក2នៅសាលារៀនសុវណ្ណភូមិនៅក្នុងទីរួមខេត្តកំពង់ឆ្នាំងលោកប៉ាមានឈ្មោះថាលីយូហួតជាអ្នកធ្វើកាំបិតខ្មែរហើយចំណែកឯអ្នកម៉ាក់ជាអ្នកលក់ដូរបន្លែនៅឯផ្សារបរិបូរណ៍មានកូនចំនួន5នាក់តែមានតែកូន2នាក់ប៉ុណ្ណោះដែលបានរៀនខ្ពង់ខ្ពស់នេះក៏ព្រោះតែគ្រួសារមានជីវភាពមិនសូវជាធូរធារបើទោះបីជាយ៉ាងណាជាប៉ាជាម៉ាក់រួមទាំងបងប្រុសបង្កើតបានឃើញពីការខិតខំប្រឹងប្រែងរបស់ប្អូនស្រីសាហ្វីរ៉ាក៏បានសម្រេចចិត្តចុះឈ្មោះឲ្យប្អូនស្រីរៀននៅសាលារៀនសុវណ្ណភូមិស្របពេលប្អូនស្រីសាហ្វីរ៉ាគឺជាក្មេងស្រីម្នាក់ដែលតស៊ូរៀនពូកែក៏ទទួលបាននៅអាហារូបករណ៍ពីសាលារៀនសុវណ្ណភូមិក៏ជួយកាត់បន្ថយការចំណាយរបស់គ្រួសារមួយផ្នែកផងដែរបើនិយាយអំពីប្រវត្តិនៃការសិក្សារបស់ប្អូនស្រីសាហ្វីរ៉ាវិញប្អូនស្រីគឺជាក្មេងស្រីម្នាក់ដែលមានភាពក្លាហានមានការតស៊ូរៀនសូត្រណាស់កំឡុងពេលដែលប្អូនស្រីរៀនថ្នាក់ទី4ប្អូនស្រីបានចាប់ផ្ដើមដាក់ពាក្យប្រឡងតាមកម្មវិធីនានាដើម្បីពង្រឹងនៅសមត្ថភាពកម្មវិធីមួយដែលប្អូនស្រីធ្លាប់បានចូលរួមប្រឡងតាំងពីតូចមកគឺកម្មវិធីប្រឡងគណិតអាមេរិកាំងដែលមានសិស្សដទៃចូលរួមប្រឡងប្រកួតប្រជែងផងដែរនៅក្នុងនោះប្អូនស្រីក៏ទទួលបាននៅចំណាត់ថ្នាក់លេខ9អាចនិយាយបានថាចំណាត់ថ្នាក់ប៉ុណ្ណឹងប្អូនស្រីធ្វើបានល្អហើយជាក្មេងស្រីម្នាក់មិនព្រមចុះចាញ់នឹងប្រេងវាសនាតែងតែដាក់ពាក្យប្រឡងតាមកម្មវិធីនានាបើទោះបីជាធ្វើមិនបានល្អក្តីធ្វើបានល្អក្តីប៉ុន្តែប្អូនស្រីមិនដែលអស់សង្ឃឹមឡើយបច្ចុប្បន្ននេះប្អូនស្រីសាហ្វីរ៉ាក៏ទទួលបាននៅសមិទ្ធផលដូចជាពានចំនួន2មេដាយចំនួន10មេដាយមាស7គ្រឿងមេដាយប្រាក់2គ្រឿងនិងមេដាយសំរិទ្ធ1គ្រឿងប្អូនស្រីសាហ្វីរ៉ាគឺជាក្មេងស្រីស្រឡាញ់មុខវិជ្ជាសាស្ត្រជាពិសេសគណិតវិទ្យាបច្ចុប្បន្ននេះប្អូនស្រីសាហ្វីរ៉ាកំពុងតែបន្តការសិក្សារៀនសូត្រថ្នាក់ទី12ដែលជាថ្នាក់ប្រឡងបាក់ឌុបអាចនិយាយបានថាជាពេលវេលាដែលកំពុងតែដុតដៃដុតជើងប្រឹងប្រែងរៀនដើម្បីប្រឡងឲ្យបាននិទេសល្អផងដែរនៅថ្ងៃអនាគតប្អូនស្រីមានក្តីស្រមៃចង់ក្លាយទៅជាអាកាសយានិកឬក៏អ្នកជំនាញផ្នែកកុំព្យូទ័រនៅពេលទំនេរប្អូនស្រីតែងតែយកពេលអង្គុយធ្វើលំហាត់ឬអានសៀវភៅហើយពេលទំនេរក្រៅពីការសិក្សាប្អូនស្រីតែងតែជួយការងារម៉ាក់ប៉ាផងដែរប្អូនស្រីមានពាក្យស្លោកមួយឃ្លាដែលជាពាក្យស្លោកប្រចាំខ្លួនឯងនោះគឺភាពខ្ជិលគឺជាសត្រូវនៃការសិក្សារៀនសូត្របងប្អូនសង្ឃឹមថាបងប្អូននឹងពេញចិត្តនៅคลิปវីដេអូមួយនេះកុំភ្លេចចែករំលែកវីដេអូមួយនេះម្នាក់មួយផងណាអរគុណច្រើន